งបណ្ណៈដែលជាអ្នកសារព័ត៌មានដ៏ល្បីល្បាញម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលយើងគួរឲ្យទុកចិត្តបានលោកបានសរសេរនៅក្នុង caption របស់លោកដូចនេះថារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានជួបប្រជុំ4ភាគីជាមួយនឹងកម្ពុជាក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកដើម្បីរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងអំពីបញ្ហាចំនួនព្រំដែននៅរវាងប្រទេសទាំងពីរគឺកម្ពុជានិងថៃចំណែកអាមេតបសៀមវិញបែរជាប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាដើម្បីប្លន់យកប្រាសាទតាក្របីនិងប្រាសាទខ្នារយៈពេល24ម៉ោងបងប្អូនប្រិយមិត្តទេសនិកជនរួមជាតិជាទីគោរពប្រមាណនេះគឺជាដំណឹងមួយដ៏ក្តៅគគុកតែម្ដងដែលវាពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងគំនិតដ៏ថោកទាបរបស់មេភូមិភាគីថៃមួយនាក់នេះសកម្មភាពដ៏កក្លឿននេះវាបានសបញ្ជាក់យ៉ាងច្បាស់ក្រឡែថាថៃមិនបានគោរពបទច្បាញ់ទេប៉ុន្តែផ្ទុយទៅវិញបែរជាប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជានៅក្នុងរយៈពេល24ម៉ោងហើយទាមទារចង់ប្លន់យកប្រាសាទតាក្របីនិងប្រាសាទខ្នាររបស់កម្ពុជាទៀតផងនេះគឺជាទង្វើរំលោភបំពាននិងស្ដែងឲ្យឃើញអំពីចរិតឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាប្រាសាទតាក្របីនិងប្រាសាទខ្នារគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជាគឺជាទីតាំងប្រវត្តិសាស្ត្រស្ថិតនៅលើទឹកដីរបស់សុវណ្ណភូមិយើងហេតុអ្វីបានជាប្រទេសថៃប្រើពាក្យដូចនេះនេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលកម្ពុជាមិនអាចទទួលយកបានទេរយៈពេល24ម៉ោងនេះវាគឺជាការដាក់កំណត់ដើម្បីឲ្យកម្ពុជាត្រៀមក្នុងការធ្វើសង្គ្រាមជាមួយនឹងថៃហើយសង្គ្រាមនេះគេប្រកាសថានឹងវាយកប្រាសាទរបស់យើងទៀតយកដែនអធិបតេយ្យភាពរបស់យើងទៀតតើបងប្អូនគិតយ៉ាងណាដែរបងប្អូនហើយមានគិតមិនទេបងប្អូនអើយពីព្រោះមេដឹកនាំគឺមិនខ្វល់ផងយើងត្រឹមតែប្រជាពលរដ្ឋសំបីតែម្ចាស់ដីម្ចាស់ផ្ទះក៏គាត់អត់មានសិទ្ធិការពារទឹកដីរបស់គាត់ហ្នឹងមិនដឹងថាមេដឹកនាំខ្មែរហ្នឹងយកក្បាលកន្លែងណាយកទៅគិតយកខួរនៅកន្លែងណាគិតទេខ្ញុំអត់យល់ទេបងប្អូនជាមេដឹកនាំដែលថោកទាបបំផុតនៅលើโลกខ្ញុំថាគឺមានតែ2អ្នកឪកូនហ្នឹងទេដែលកម្ពុជាមហាថោកទាបអត់ចេះការពារពូជសាសន៍ខ្មែរទឹកដីខ្មែរព្រោះវាមានបានបំរើឲ្យខ្មែរយើងបងប្អូនជាក់ស្ដែងប៉ុណ្ណឹងហើយបងប្អូនត្រូវមានសេចក្តីភ្ញាក់រលឹកបងប្អូនត្រូវមានភ្ញាក់ស្មារតីឡើងណាថាមេដឹកនាំខ្មែរនេះគឺមិនបានបំរើឲ្យខ្មែរទេម្នាក់នេះពូជនេះគឺជាពូជដែលបំផ្លាញប្រទេសខ្មែរពូជសាសន៍ខ្មែរចាឈួតតែនៅអំណាចកាងតែអំណាចបពពួកខ្លួនឯងតែប៉ុណ្្នឹងឯងហើយពេលមានអាសន្នប៉ុណ្្នឹងហើយឆ្លៀតទៅជួបតាមការកោះហៅរបស់អាមេចៅធំទៅជួបនៅឥណ្ឌូចិនគេហៅថាវៀតណាមកម្ពុជាឡាវនឹងក្រោមស្អីគេមិត្តភាព100ឆ្នាំ1000ឆ្នាំមិត្តភាពយូរវែងរបស់គេអាលីទឹកអាលីដីអស់ហើយចៅសៀមឆ្លៀនពៀនអាចៅយួននេះអត់មានយកចិត្តទុកដាក់ការពារជួយយើងទេមានតែជួយជន់ពន្លិចយើងយកទឹកដីយើងបន្ថែមចាអាសត្វយួននេះអាសត្វសៀមនេះហើយនឹងអាមេដឹកនាំថោកទៀតតកូលហ៊ុននេះគឺมันអាចទុកឲ្យនៅដឹកនាំតទៅទៀតទេបានទេបងប្អូនហើយអត់មានឱកាសរើរួយទេបើមានតកូលហ៊ុនដឹកនាំគឺប្រទេសខ្មែរជួបហានិភ័យធំធេងក្នុងការបាត់បង់ប្រទេសជាតិនិងពូជសាសន៍ខ្មែរដូច្នេះយើងរួមគិតរួមធ្វើរើរំដោះជាតិប្រទេសជាតិរបស់យើងត្រូវស្ដារកិត្តិយសប្រទេសជាតិយើងឡើងវិញទាំងអស់គ្នាណាបងប្អូនក្លាហានឡើងកូនខ្មែរទាំងក្រៅនិងក្នុងប្រទេសចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមសប្តាហ៍នេះយើងមើលឃើញថាប្រទេសកម្ពុជាយើងកំពុងតែវឹកវរដោយការឈ្លានពានរបស់ចៅសៀមហើយនឹងផ្ទៃក្នុងសន្តិសុខនៃប្រទេសកម្ពុជាយើងគឺវឹកវរបង្ករឿងធ្វើឲ្យមានតែរឿងអាស្រូវអាសោចគេនៅក្នុងប្រទេសខ្មែរក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវតែដឹងថាលទ្ធផលដែលស្រុកយើងមានព័ត៌មានអាក្រក់ៗនេះគឺមិនមែនជាការខ្លាញ់បន្លំឬក៏អ្នកណាមួយបង្កាច់ទេគឺវាជាការពិត 100% ណាបងប្អូនចាហើយបញ្ហាដែលចៅយួនចៅចិនចាចៅម៉ាហ្វៀគ្រប់ប្រទេសនេះអាចចូលស្រុកយើងបានគឺអាស្រ័យទៅលើសន្តិសុខប្រទេសជាតិខ្លួនឯងដែលជាអ្នកម្ចាស់ប្រទេសគ្រប់គ្រងអញ្ចឹងអ្នកដែលមានបញ្ហានៅក្នុងប្រទេសនោះគឺម្ចាស់ប្រទេសជាអ្នកទទួលខុសត្រូវមិនមែនយើងប្រកែកដោះសារថាជនជាតិកូរ៉េហើយនិងជនជាតិចិនណាវាតែចាប់ចម្រិតពីលសោះហេតុអីក៏បន្ទោសខ្មែរចាមិនមែនតែមួយករណីនេះទេបងប្អូនត្រូវដឹងថារាប់សិបរឿងរាប់សិបករណីរាប់រយករណីមកហើយប៉ុន្តែថ្មីនេះគ្រាន់តែថាជនជាតិកូរ៉េទៅច្រើនមែនទែនក្នុងការលងខ្លួនជាមួយនឹងពួកម៉ាហ្វៀចិនចាកូរ៉េចាប់ចម្រិតកូរ៉េគ្នាឯងដោយសារពួកចិននេះនៅពីលើកូរ៉េចាញ់បោកចិនតែធ្វើការឲ្យចិនហើយបន្លំមកបញ្ចុះបញ្ចូលជនជាតិកូរ៉េខ្លួនឯង330ករណីក្នុងឆ្នាំ2025យើងនេះណាបងប្អូនចាហើយពីមុនមកឆ្នាំ2024ក៏មានជាង100ករណីដែរចាអញ្ចឹងគេ
កោតទោសយើងជាម្ចាស់ប្រទេសអត់ខុសទេពីព្រោះគេយកយើងមកធ្វើជាពលករគេពេលដែលយើងមានគ្រោះថ្នាក់ក៏គេទទួលខុសត្រូវដែរនៅក្នុងប្រទេសកូរ៉េនេះពលករដែលមានគ្រោះថ្នាក់ដែលឈឺដែលមានបញ្ហានៅក្នុងប្រទេសគេគឺគេទទួលខុសត្រូវគេជាអ្នកមើលចាអញ្ចឹងរឿងនៅក្នុងប្រទេសយើងមិនអាចយករួចខ្លួនហើយចោទប្រកាន់ថាអ្នកនោះមិនចេះការពារខ្លួននោះទេចានិយាយចឹងអត់កើតទេណាបងប្អូនយើងជាពលករមកនៅប្រទេសគេយើងជាស្ត្រីរៀបការប្តីមកនៅប្រទេសគេពេលដែលមានបញ្ហាគឺរដ្ឋអំណាចរបស់គេជាអ្នកទទួលខុសត្រូវជាអ្នកដោះស្រាយគ្រប់បញ្ហាចាអញ្ចឹងហេតុអីក៏យើងបណ្ដោយឲ្យចោរកម្មអ ுக ្រិតកម្មច្រើនម្លេះនៅលើទឹកដីខ្មែរហើយយើងតែងតែប្រកែកថាมันមានករណីនឹងចោទថាគេមួយបង្កាច់ដែលពិភពលោកគេផ្សព្វផ្សាយគេដឹងឮអស់ហើយចាគេថាដំរីងាប់ហេតុអីក៏យកចង្អេមកបាំងមិននឹងចិត្តក៏ដាស់មិនអាចខ្ចប់ភ្លើងបានទេចាពលរដ្ឋខ្មែរដែលនៅក្នុងស្រុកចាតោងយល់អំពីព័ត៌មានអ្នកនៅក្រៅប្រទេសនេះឲ្យបានទូលំទូលាយកុំចេះតែហៃអាវតែស្គាល់តាមមេដឹកនាំធ្វើឲ្យប្រទេសលិចលង់អាប់អោនកិត្តិយសគ្មានពេលគ្មានមុខមាត់រីកចម្រើននៅលើពិភពលោកនឹងគេទេគេខ្លាចរអាណាចាចំនួនសង្គ្រាមជាមួយនឹងសៀមបាត់ទឹកដីខ្មែរតាមព្រំដែនពលរដ្ឋខ្មែរបាត់ដីបាត់ផ្ទះនៅតែបំបត្តិព័ត៌មានចាហើយចាប់ព័ត៌មានអ ுக ្រិតកម្មឆ្លងដែនដែលពិភពលោកគ្រប់ប្រទេសទាំងឥណ្ឌាទាំងកាណាដាចាគេផ្សាយទូទាំងពិភពលោកហាមពលរដ្ឋគេមិនអោយមកលេងស្រុកយើងទេពីព្រោះពលរដ្ឋអស់ទាំងនេះមានជាប់ពាក់ព័ន្ធអ ுக ្រិតកម្មអនឡាញនៅក្នុងប្រទេសខ្មែរយើងឃើញហើយនៅកំពង់សោមប្រហែលថ្ងៃមុនឃើញពួកនឹងវាប្រតិកម្មផ្អើលពេញនឹងទេបងប្អូនច្បាស់ជាបានឃើញប៉ុន្តែអ្នកនៅក្នុងស្រុកខ្ញុំមិនដឹងទេព្រោះយើងនៅក្រៅស្រុកយើងបានឃើញទាំងអស់គឺជនជាតិឥណ្ឌូនេស៊ីជាមួយនឹងអីគេបងក្លាដេសចាអញ្ចឹងក៏ឆ្លើយថារួចខ្លួនថាមិនមែនខ្មែរទៀតហើយគេចាប់ជំរិតមនុស្សតាមផ្លូវញាត់តាមឡានមនុស្សបើកទ្វារឡានរត់ចង់ចេញពីឡានក៏មានអីក៏មានហើយនឹងកូនសិស្សខ្មែរយើងសិស្សសាលាយើងក៏បានបាត់ជាបន្តបាត់ខ្លួនបាត់កូនបាត់ចៅមានករណីអស់ទាំងនោះកើតឡើងហើយបងប្អូនមិនបានប៉ះពាល់ដល់ក្រុមគ្រួសារបងប្អូននៅតែមិនយល់ចាអ្នកដែលរងគ្រោះពិតប្រាកដទៅគេយល់អញ្ចឹងមិនមែនជាកំហុសរបស់អ្នកណាក្រៅពីមេដឹកនាំប្រទេសទេចា40ឆ្នាំមកនេះកាន់តែធ្ងន់ធ្ងរទៅវល់វឹកវរពេញប្រទេសអត់សល់តែរឿងអាស្រូវអញ្ចឹងសូមបងប្អូនទាំងអស់គ្នាទទួលស្គាល់ទទួលដឹងថាប្រទេសយើងកំពុងតែរស់នៅក្នុងជាប្រទេសមួយដែលមានលំដាប់មានវិបត្តិបាតតារាងពិភពលោកណាបងប្អូនចាពិភពលោកគេវាតម្លៃមកគឺថាប្រទេសដែលមានភាពក្រីក្រពុករលួយប្រព័ន្ធច្បាប់ធូររលុងគឺលំដាប់បាតតារាងពិភពលោកចាបងប្អូនត្រូវតែដឹងលើពីរឿងនេះมันមានអ្វីជាមោទនភាពចំពោះមេដឹកនាំតកូលហ៊ុននេះទេសូមអរគុណច្រើនបងប្អូនត្រូវស្វែងយល់ពីសង្គមរបស់ខ្លួនរៀនប្រើសិទ្ធិជាពលរដ្ឋឲ្យមានចំណេះដឹងទើបគេហៅថាពលរដ្ឋដែលមានគុណភាពចាសូមអរគុណច្រើន